បាទសម្រាប់សំណួរទី2ណាលំហាត់ទី2ណាក្នុងមានសំណួរច្រើនគេសួរថាតើមានភាពខុសគ្នាដូចម្ដេចរវាងអេឡិចត្រូលីតនិងមិនអេឡិចត្រូលីតបាទអញ្ចឹងតកតងជាមួយអេឡិចត្រូលីតនិងមិនអេឡិចត្រូលីតនេះគុណសេមបាទការណៃនិយាយរឿងអេឡិចត្រូលីតជាសារធាតុបាទបើថាគ្រូដាក់សមាសធាតុក៏បានណាហេតុអីបាទការណៃជាសារធាតុដែលរលាយក្នុងទឹកបំបែកជាអ៊ីយ៉ង់បាទរលាយក្នុងទឹកហើយបំបែកជាអ៊ីយ៉ង់បាទតែបើគ្រាន់តែរលាយក្នុងទឹកអត់បំបែកជាអ៊ីយ៉ង់អានឹងរឿងផ្សេងមែនទេបើវាបំបែកជាអ៊ីយ៉ង់អញ្ចឹងមាននឹងកន្លែងហ្នឹងខ្លួនឯងដាក់ថាវាចម្លងចរន្តអគ្គិសនីឧទាហរណ៍គេដូចជាអាស៊ីតឬក៏បាសអាស៊ីតឬក៏បាសឬក៏ពពួកអំបិលឧទាហរណ៍ណាអញ្ចឹងឧទាហរណ៍ថាបាសហ្នឹងតែយកបាសរលាយក្នុងទឹកមិនបាសអត់រលាយយកមកសិក្សាដែរថាអាស៊ីតក្លរ៉ែតសូត្រឬក៏សូដ្យូមក្លរ៉ូអញ្ចឹងទៅអានេះគ្រាន់ជាផ្នែកនៃអេឡិចត្រូលីតតែបើមិនអេឡិចត្រូលីតគឺជាសារធាតុដែលរលាយក្នុងទឹកបាទសារធាតុរលាយក្នុងទឹកតែមិនបំបែកជាអ៊ីយ៉ង់ទេឬក៏មិនបង្កើតបានអ៊ីយ៉ង់អញ្ចឹងណាបាទវារលាយក្នុងទឹកតែមិនបំបែកជាអ៊ីយ៉ង់នឹងធ្វើឲ្យវាមិនចម្លងចរន្តអគ្គិសនីទេអញ្ចឹងឧទាហរណ៍គេឧទាហរណ៍ដូចជាពពួកស្ករបាទស្ករអាល់កុលឬក៏អ៊ុយរ៉េបាទស្ករអាល់កុលឬក៏អ៊ុយរ៉េទៅបាទកន្លែងហ្នឹងណាប៉ុន្តែនៅក្នុងសំណួរទី2ខតើមានភាពខុសគ្នាដូចម្ដេចរវាងអេឡិចត្រូលីតខ្លាំងនិងអេឡិចត្រូលីតខ្សោយពុនដឹងហើយសារធាតុរលាយក្នុងទឹកបំបែកជាអ៊ីយ៉ង់បានហៅថាអេឡិចត្រូលីតបើរលាយក្នុងទឹកហើយបំបែកជាអ៊ីយ៉ង់ទាំងស្រុងឬក៏គេប្រើពាក្យថាបំបែកជាអ៊ីយ៉ង់សពអញ្ចឹងនាំឲ្យវាមានការចម្លងចរន្តអគ្គិសនីបានល្អមានដូចជាគេដូចជាពពួកនៃអាស៊ីតខ្លាំងឬក៏ពពួកបាសខ្លាំងបាទអញ្ចឹងអាស៊ីតខ្លាំងមានអីគេបាទអាស៊ីតខ្លាំងហ្នឹងដូចជាអាស៊ីតក្លត្រិកអញ្ចឹងអាស៊ីតសូហ្វូរិកអាស៊ីតនីត្រិកអញ្ចឹងទៅបាសខ្លាំងដូចជាសូដ្យូមមីត្រូកស៊ីតឬក៏ប៉ូតាស្យូមមីត្រូកស៊ីតប៉ុន្តែនៅក្នុងទម្រង់អេឡិចត្រូលីតខ្សោយអញ្ចឹងអេឡិចត្រូលីតខ្សោយគឺសំដៅទៅលើសារធាតុដែលរលាយក្នុងទឹកបំបែកជាអ៊ីយ៉ង់បានតិចតួចឬក៏គុណអាចសរសេរថាបំបែកជាអ៊ីយ៉ង់បានដោយផ្នែកក៏បានដែរតិចតួចណាបាទចឹងហើយនាំឲ្យវាចម្លងចរន្តអគ្គិសនីចេញមកអន់ឬក៏ខ្សោយចឹងគេថាវាគឺជាអេឡិចត្រូលីតខ្សោយបាទវាជាអេឡិចត្រូលីតខ្សោយចឹងហើយមានអាស៊ីតខ្សោយមានបាសខ្សោយអាស៊ីតខ្សោយទីទឹកខ្មេះឬក៏អាស៊ីតនីត្រូឬក៏អាស៊ីតអាសេតិកអីចឹងណា